ពុទ្ធធ្វើអើយតើអ្នកនាងទ្រីងផល្លាយ៉ាងណាយ៉ាងណីទៅក្រោយគ្រោះថ្នាក់ចរាចរណ៍បាទជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាសួស្តីប្រិយមិត្តអរគ្នាមានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយកាលពីវេលាទៀបភ្លឺថ្ងៃពុធទី20ខែឧសភាឆ្នាំ2026នេះមានសេចក្តីរាយការណ៍បឋមអំពីករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅលើទ្រូងផ្លូវជាតិលេខ2ត្រង់ចំណុចមុខវត្តក្រពើហាដែលសន្ធិដ្ឋក្នុងសង្កាត់ព្រែកឫស្សីក្រុងតាខ្មៅខេត្តកណ្ដាលយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថារថយន្តទី1បើកបរដោយអ្នកនាងទ្រីងផល្លាធ្វើដំណើរតាមរថយន្តស៊េរីទំនើប Mack MG ពណ៌លឿងពាក់ស្លាកលេខពិសេសកម្ពុជា PT 3636បានប៉ះគ្នាជាមួយនឹងរថយន្តផ្សេងទៀត Mack Toyota Prius ឬដែលយើងហៅថា Prius ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2BE 7323គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង 3:23 នាទីទៀបភ្លឺនៅថ្ងៃទី20ខែឧសភានេះការប៉ះទង្គិចយ៉ាងពេញទំហឹងនេះដែលបណ្ដាលឲ្យរថយន្ត Mack MG របស់អ្នកនាងទ្រីងផល្លានិងរថយន្ត Mack Prius រងការខូចខាតខ្ទេចមួយទៅកំណាត់មុខយ៉ាងដំណំសឹងតែមើលមិនយល់ធ្លាក់កាងនិងកំទេចកំចក់បែកបាក់រាយប៉ាយពេញផ្លូវមហាជនខ្លះក៏បានលើកឡើងថាតើអ្នកនាងទ្រីងផល្លាក្រោយពីបានជួបគ្រោះថ្នាក់ចរាចរណ៍នេះតើទៅជាយ៉ាងណាយ៉ាងណីទៅ